អំពើជាអកុសលប្រែថាធ្ងន់ពាក្យថាធ្ងន់គឺតែងតែទាញទម្លាក់ដែលជាកតិកម្មនោះឲ្យធ្លាក់ទៅកើតក្នុងកំណើតអបាយភូមិ4គឺកើតជានរកដែលមាននៅកម្មដ៏ធ្ងន់ធ្ងរសោយនៅទុក្ខវេទនាដ៏ធ្ងន់ធ្ងរដែលមានអាយុដ៏វែងរាប់សែនមហាកប្បនៅក្នុងឋាននរកនោះគឺមានអាយុខ្លីយ៉ាងតិចបំផុតគឺស្មើនឹង4អាយុនៃផែនដីទោសរបស់លោភៈគឺសេចក្តីលោភលន់ត្រូវការប្រាថ្នាចង់បានលោភលន់ហួសប្រមាណនាំឲ្យសត្វនរកមានរូបរាងដូចជាសត្វជ្រូកទឹកនិងមានក្បាលដូចជាក្បាលនៃសត្វត្រីកំពតសោយទុក្ខវេទនាក្នុងឋាននរកអស់មកកើតជាកំណើតនៃសត្វប្រេតមានរូបរាងដូចជារូបរាងនៃសត្វជ្រូកទឹកមានក្បាលដូចជាក្បាលនៃសត្វពស់ថ្លាន់ដេកត្រាំនៅក្នុងត្រពាំងធ្លុកលាមកនៃកាកសំណល់ដ៏ស្អុយស្មោកគ្រោកបំផុតលុះរួចផុតអំពីកំណើតនៃសត្វប្រេតទើបមកកើតជាកំណើតនៃសត្វតិរច្ឆានវិញម្ដងគឺកើតជាសត្វជ្រូកដែលដេកត្រាំនៅក្នុងភក់ជ្រាំនៃអាចនោមដែលស្អុយហើយត្រូវគេសម្លាប់គ្រប់ជាតិហើយមានជាតិកំណើតយ៉ាងតិច500ជាតិលុះរួចផុតអំពីកំណើតនៃសត្វតិរច្ឆានទើបបានមកកើតជាកំណើតនៃមនុស្សវិញម្ដងទោសនៃទោសៈមូលចិត្តគឺសេចក្តីខឹងក្រោធសម្បាដ៏ខ្លាំងក្រៃលែងនាំឲ្យធ្លាក់ទៅសោយទុក្ខក្នុងឋាននរកមានអាយុវែងរាប់សែនមហាកប្បមានរូបរាងនៃខ្លួនដូចជាសត្វឆ្កែដែលមានក្បាលជាសត្វមាន់លុះរួចផុតអំពីកំណើតនៃសត្វនរកទើបមកកើតជាសត្វប្រេតមានរូបរាងខ្លួនដូចជាសត្វមាន់មានក្បាលជាសត្វស្រមោចក្រហមដែលមានភ្លើងឆេះខ្លួនទាំងយប់ទាំងថ្ងៃមានអាយុក្នុងមួយជាតិគឺវែងស្មើនឹងពាក្យកណ្ដាលនៃអាយុផែនដីហើយមានជាតិកំណើត500ជាតិយ៉ាងតិចបំផុតលុះរួចផុតអំពីកំណើតនៃសត្វប្រេតទើបមកកើតជាសត្វតិរច្ឆានគឺកើតជាសត្វមាន់ជាដើមដែលត្រូវគេសម្លាប់គ្រប់500ជាតិលុះរួចផុតអំពីកំណើតនៃសត្វតិរច្ឆានទើបមកកើតជាមនុស្សវិញម្ដងទោសនៃមោហៈមូលចិត្តគឺសេចក្តីវង្វេងគិតយល់ឃើញខុសក្នុងមច្ឆាទិដ្ឋិឬធ្វើនៅអំពើបាបអាក្រក់ផ្សេងដោយមិនដឹងព្រោះសេចក្តីភ័ន្តវង្វេងគឺការមិនដឹងនាំឲ្យធ្លាក់ទៅកើតក្នុងកំណើតនៃសត្វនរកដែលមានអាយុវែងរាប់សែនមហាកប្បគឺយ៉ាងតិចបំផុតស្មើនឹងអាយុភពរបស់ផែនដី4ដងហើយសោយនៅទុក្ខវេទនាដ៏លំបាកក្រៃលែងបំផុតនៅក្នុងឋាននរកនោះដែលមានរូបរាងដូចជារូបរាងនៃសត្វចិនលែនមានក្បាលជាសត្វជ្រឹងលុះរួចផុតពីកំណើតនៃសត្វនរកទើបបានមកកើតជាកំណើតនៃសត្វប្រេតមានរូបរាងដូចជារូបរាងនៃសត្វជ្រឹងមានក្បាលជាសត្វចិនលែនក្នុងមួយជាតិមានអាយុវែងស្មើនឹង2អាយុនៃភពផែនដីមានជាតិកំណើតយ៉ាងតិចបំផុតគឺ500ជាតិមានដំបៅពាសពេញរូបរាងកាយស្អុយរលេះរលួយបំផុតហើយឈឺក្តៅផ្សាទាំងយប់ទាំងថ្ងៃលុះរួចផុតអំពីកំណើតនៃសត្វប្រេតទើបបានមកកើតជាសត្វតិរច្ឆានគឺកើតជាសត្វត្រីនិងកំពឹសជាដើមត្រូវគេសម្លាប់គ្រប់500ជាតិទើបមកកើតកំណើតនៃមនុស្សវិញម្ដង